ត្រកូលគីមរៀបចំយុទ្ធសាស្ត្របែបណាដើម្បីកុំឲ្យប្រជាជនរបស់ខ្លួនងើបពីភាពអត់ឃ្លាននិងរក្សាអំណាចបានយូរកូរ៉េខាងជើងដែលត្រូវបានគេស្គាល់ជាផ្លូវការថាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េគឺជាប្រទេសដ៏សម្ងាត់និងនៅដាច់ពីគេបំផុតនៅក្នុងពិភពលោករដ្ឋាភិបាលរបស់ខ្លួនបានបង្កើតគោលនយោបាយជាប្រព័ន្ធដែលរារាំងប្រជាជនរបស់ខ្លួនពីការសម្រេចបាននូវទ្រព្យសម្បត្តិឬរស់ដោយឯករាជ្យនិងមានជីវភាពធូរធារនិងសម្បូរសប្បាយនិយាយរួមគឺការធ្វើយ៉ាងណាមិនឲ្យប្រជាជនឆ្អែតនិងមានពេលគិតទៅដល់រឿងរ៉ាវផ្សេងក្រៅពីក្រពះការនេះមានប្រសិទ្ធភាពដោយបង្រួបបង្រួមអំណាចនៅក្នុងដៃរបស់គ្រួសារត្រកូលគីមដែលកំពុងកាន់អំណាចដើម្បីយល់ពីមូលហេតុនិងរបៀបដែលគោលនយោបាយទាំងនេះដំណើរការចាំបាច់ត្រូវពិនិត្យមើលពីប្រភពដើមនៃរបបរបស់ត្រកូលគីមយន្តការនៃការគ្រប់គ្រងនិងរចនាសម្ព័ន្ធសង្គមនិងសេដ្ឋកិច្ចដែលពង្រឹងការគ្រប់គ្រងប្រទេសផ្ដាច់ការមួយនេះទី1និយាយអំពីប្រភពនៃការកកើតអំណាចរបស់គ្រួសារត្រកូលគីមការងើបឡើងគ្រប់គ្រងប្រទេសរបស់គ្រួសារត្រកូលគីមបានចាប់ផ្ដើមជាមួយនឹងលោកគីមអ៊ីលសុងដែលបានលេចមុខមាត់ជាមេដឹកនាំកូរ៉េខាងជើងបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី2ដោយគាំទ្រដោយសហភាពសូវៀតលោកគីមអ៊ីលសុងបានប្រើប្រាស់ឋានៈរបស់គាត់ក្នុងនាមជាអ្នកតស៊ូប្រឆាំងទៅនឹងការកាន់កាប់របស់ជប៉ុនមកលើអធិបតេយ្យភាពរបស់កូរ៉េហើយតាំងខ្លួនជាមេដឹកនាំស្ថាបនិកនៃកូរ៉េខាងជើងនៅក្នុងឆ្នាំ1948ចាប់តាំងពីដើមមករបបលោកគីមអ៊ីលសុងពឹងផ្អែកមកលើគោលការណ៍គោរពបុគ្គលិកលក្ខណៈដោយបង្ហាញពីមេដឹកនាំថាជាមនុស្សដែលមិនចេះខុសខ្ពង់ខ្ពស់និងមិនអាចកាត់ថ្លៃបាននិងចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ប្រទេសជាតិតាមរយៈការបង្កើតរូបភាពដ៏មានសិទ្ធិអំណាចផ្ដាច់ការលោកគីមអ៊ីលសុងបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធនយោបាយដែលភាពស្មោះត្រង់ចំពោះគ្រួសាររបស់ខ្លួនគឺស្មើនឹងភាពស្មោះត្រង់ចំពោះរដ្ឋនិងប្រទេសជាតិឬនិយាយឲ្យស្រួលស្ដាប់គឺថាស្មោះត្រង់ជាមួយគ្រួសារត្រកូលគីមគឺស្នេហាជាតិទី2ការគាំទ្រពីសម្ព័ន្ធមិត្តជិតស្និទ្ធការក្តាប់អំណាចរបស់គ្រួសារត្រកូលគីមតែងតែត្រូវបានពង្រឹងដោយសម្ព័ន្ធមិត្តជិតស្និទ្ធជាញឹកញាប់ពីក្នុងជួរយោធាគណៈបកនិងរចនាសម្ព័ន្ធការិយាល័យធិបតេយ្យរបស់អិសរាជជនអ្នកគាំទ្រទាំងនេះជួនកាលដែលគេហៅថា inner circle ឬរង្វង់ខាងក្នុងត្រូវបានផ្ដល់ឯកសិទ្ធិជាលំនៅឋាននិងមុខតំណែងដ៏មានឥទ្ធិពលជាថ្នូរនឹងភាពស្មោះត្រង់ឥតងាករេបណ្ដាញសម្ព័ន្ធមិត្តដែលគួរជាទីទុកចិត្តនេះដើរតួជាខែលជាឧបករណ៍ផងពួកគេការពារគ្រួសារត្រកូលគីមពីការគំរាមកំហែងផ្ទៃក្នុងខណៈដែលការអនុវត្តគោលនយោបាយដែលរក្សាប្រជាជនទាំងអស់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងភាពស្មោះត្រង់របស់អិសរាជជនទាំងនេះត្រូវបានរក្សាដោយការលើកទឹកចិត្តដូចជាសិទ្ធិខាងផ្នែកសម្ភារៈការគំរាមកំហែងដោយធានាថាអំណាចគឺនៅតែប្រមូលផ្ដុំទី3គឺយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងជារៀងរហូតការរក្សាការគ្រប់គ្រងប្រទេសតម្រូវឲ្យលើសពីភាពស្មោះត្រង់វាទាមទារឲ្យមានប្រព័ន្ធដែលត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នដែលការពារការប្រឈមមុខណាមួយចំពោះអាញាធរគ្រួសារគីមសម្រេចបានរឿងនេះដោយសារការដាក់កម្រិតជាប្រព័ន្ធនៅផ្លូវសម្រាប់ការបង្កើតទ្រព្យសម្បត្តិគំនិតឯករាជ្យនិងការចល័តនៅក្នុងសង្គមដោយរក្សាប្រជាជនភាគច្រើនពឹងផ្អែកមកលើសេដ្ឋកិច្ចរបស់រដ្ឋរបបនេះធានាថាប្រជាជនមានសមត្ថភាពតិចតួចក្នុងការរៀបចំការប្រឆាំងឬបង្កើតការកសាងអំណាចផ្ទាល់ខ្លួនគ្រប់ទិដ្ឋភាពនៃជីវិតចាប់ពីការងាររហូតដល់លំនៅឋានត្រូវបានរៀបចំឡើងដើម្បីពង្រឹងការពឹងផ្អែកមកលើរដ្ឋនិងតាមរយៈផ្នែកបន្ថែមដូចជាការផ្ដល់ឲ្យរបស់គ្រួសារត្រកូលគីមផងដែរទី4ទីផ្សារគ្មានបើកលំហរង្វាន់សម្រាប់អ្នកស្មោះត្រង់មិនដូចជាប្រទេសដទៃទៀតដែលទីផ្សារនិងភាពជាសហគ្រិនត្រូវបានអនុញ្ញាតឲ្យពលរដ្ឋប្រមូលផ្ដុំទ្រព្យសម្បត្តិនោះទេប្រទេសកូរ៉េខាងជើងភាគច្រើនដាក់កំហិតទៅលើអាជីវកម្មឯកជននិងពាណិជ្ជកម្មផងដែរផ្ទុយទៅវិញរដ្ឋាភិបាលផ្ដល់នៅការតម្រូវការជាមូលដ្ឋានដូចជាលំនៅឋាននិងការថែទាំសុខភាពជាចម្បងសម្រាប់អ្នកដែលបង្ហាញភាពស្មោះត្រង់ចំពោះរបបរបស់ខ្លួនតែប៉ុណ្ណោះប្រព័ន្ធនេះបានបង្កើតទៅជាសង្គមពីរកម្រិតដែលអិសរាជជនស្មោះត្រង់ទទួលបានសន្តិសុខអត្ថប្រយោជន៍ខាងសម្ភារៈចំណែកឯពលរដ្ឋសាមញ្ញត្រូវបានទុករស់ដោយខ្លួនឯងតាមរយៈការផ្ដល់ឱកាស
ឲ្យចូលប្រើប្រាស់ធនធានដោយផ្ទាល់បែបនេះគឺដើម្បីផ្ដល់នៅភក្ដីភាពនយោបាយរបបនេះធានាថាភាពស្មោះត្រង់ចំពោះគ្រួសារគីមមានតម្លៃថ្លៃជាងមហិច្ឆតាផ្ទាល់ខ្លួនឬការប្រមូលទ្រព្យសម្បត្តិដែលមានបានផ្ទាល់ខ្លួនទី5អ្នកក្រត្រូវរស់ដោយខ្លួនឯងសម្រាប់ប្រជាជនកូរ៉េខាងជើងភាគច្រើនជីវិតគឺមិនច្បាស់លាស់ប្រជាជនជាអ្នកដែលនៅក្រៅរង្វង់ពិសេសនេះត្រូវស្វែងរកអាហារនិងធនធានដោយខ្លួនឯងមិនថាដោយការធ្វើកសិកម្មការដោះដូរឬការពឹងផ្អែកមកលើបណ្ដាញក្រៅផ្លូវការនោះឡើយប្រសិនបើគ្មានលទ្ធភាពទទួលបានទីផ្សារដើមទុនឬប្រាក់បៀវត្សនោះទេអ្នកក្រមានឱកាសតិចតួចនៅក្នុងការកែលម្អស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេបញ្ហានេះធ្វើឲ្យប្រជាជនមិនត្រឹមតែពឹងផ្អែកមកលើរដ្ឋសម្រាប់ការរស់រានមានជីវិតប៉ុណ្ណោះទេថែមទាំងត្រូវអែបអបជាមួយនឹងអាជ្ញាធរដើម្បីជៀសវាងការប្រឈមមុខផងដែរទី6ប្រាក់ខែតិចតួចឬគ្មាននៅក្នុងប្រទេសកូរ៉េខាងជើងការងារភាគច្រើនមិនផ្ដល់សំណងសមរម្យនោះឡើយប្រជាពលរដ្ឋទទួលបានប្រាក់ឈ្នួលទាបខ្លាំងណាស់ដែលជារឿយៗមិនគ្រប់គ្រាន់នៅក្នុងការទិញទំនិញឬសេវាកម្មជាមូលដ្ឋានគោលនយោបាយនេះធានាថាប្រជាជននៅតែប្រឹងផ្អែកមកលើសេដ្ឋកិច្ចនិងផ្ដោតទៅលើការរស់រានមានជីវិតច្រើនជាងការប្រមូលទ្រព្យធនតាមរយៈការលុបបំបាត់ឯករាជ្យភាពនៃប្រព័ន្ធហិរញ្ញវត្ថុរដ្ឋរារាំងពលរដ្ឋរបស់ខ្លួនពីការកសាងមូលដ្ឋានអំណាចដែលអាចប្រឆាំងទៅនឹងអាជ្ញាធររបស់គ្រួសារត្រកូលគីមទី7គឺការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះការមិនស្ដាប់បង្គាប់កូរ៉េខាងជើងអនុវត្តភាពស្មោះត្រង់តាមរយៈការបង្កការភ័យខ្លាចព្រមទាំងការពឹងផ្អែកផងដែររបបនេះដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះភាពមិនស្មោះត្រង់រួមទាំងការដាក់ពន្ធនាគារការបង្ខំឲ្យធ្វើការឬការប្រហារជីវិតផងដែរការបង្ក្រាបនេះត្រូវបានរៀបចំឡើងដើម្បីបង្អាក់ការបះបោរការរក្សាអំណាចលំដាប់លំដោយរបស់សង្គមផងដែរការដាក់ទណ្ឌកម្មជារឿយៗរាលដាលទៅដល់សមាជិកគ្រួសាររបស់ក្រុមជនល្មើសដែលពង្រឹងវប្បធម៌នៃឥរិយាបថឬទង្វើរបស់បុគ្គលផ្ទាល់ត្រូវបានស្ថិតនៅក្រោមការស្ដាប់បង្គាប់ពីគ្រួសារការបង្កការភ័យខ្លាចជាមួយនឹងការបង្កើតភាពខ្វះខាតធានាថាប្រជាពលរដ្ឋភាគច្រើនគ្រប់តាមសេចក្តីណែនាំរបស់រាជការទី8ប្រជាពលរដ្ឋគឺជាអ្នកបម្រើរដ្ឋនៅក្នុងការអនុវត្តការរួមបញ្ចូលគ្នានៃប្រាក់ឈ្នួលទាបការដាក់កម្រិតទីផ្សារនិងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរមានន័យថាប្រជាជនកូរ៉េខាងជើងភាគច្រើនធ្វើការស្ទើរតែទាំងស្រុងដើម្បីផលប្រយោជន៍របស់រដ្ឋនិងដើម្បីគ្រួសារគីមប្រជាពលរដ្ឋបំពេញកិច្ចការរបស់ខ្លួនក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងដោយទទួលបានប្រាក់រង្វាន់ផ្ទាល់ខ្លួនតិចតួចឬសេរីភាពតិចតួចតែប៉ុណ្ណោះរបបនេះចាត់ទុកប្រជាជនជាធនធានការងារប្រកបដោយប្រសិទ្ធភាពដោយធានាថាកិច្ចខិតខំប្រឹងប្រែងរួមមានសេដ្ឋកិច្ចសង្គមនិងនយោបាយបម្រើដល់ការបន្តវេនរបស់គ្រួសារដែលកំពុងកាន់អំណាចជិះជាងភាពរុងរឿងរបស់ខ្លួនឯងទី9គឺគោលនយោបាយទាំងនេះធ្វើឲ្យអំណាចកាន់តែរឹងមាំគោលនយោបាយទាំងនេះកំពុងពង្រឹងគ្នាទៅវិញទៅមកបង្កើតសង្គមមួយដែលទ្រព្យសម្បត្តិអំណាចនិងឱកាសត្រូវបានប្រមូលផ្ដុំក្នុងដៃរបស់គ្រួសារត្រកូលគីមនិងរង្វង់ខាងក្នុងដ៏ស្មោះត្រង់ជាមួយគ្រួសារមួយនេះតាមរយៈការរារាំងមនុស្សភាគច្រើនពីការប្រមូលធនធានឬការទទួលបានឯករាជ្យរបបនេះបានលុបបំបាត់គូប្រជែងដែលមានសក្តានុពលនិងបង្កើតមនុស្សដែលពឹងផ្អែកមកលើសេដ្ឋកិច្ចសង្គមនិងផ្លូវចិត្តមកលើរដ្ឋការគម្រាមកំហែងនៃការដាក់ទណ្ឌកម្មធានានៃការអនុវត្តតាមជានិច្ចគណៈពេលដែលឯកសិទ្ធិសម្រាប់អ្នកស្មោះត្រង់លើកទឹកចិត្តអ្នកផ្សេងទៀតឲ្យធ្វើតាមរបបដែលខ្លួនពេញចិត្តយុទ្ធសាស្ត្រនេះធ្វើឲ្យវាស្ទើរតែមិនអាចទៅរួចចំពោះចលនានយោបាយថ្មីដែលអាចងើបឡើងនិងប្រជែងទៅនឹងនយោបាយសប្តាហ៍ថ្ងៃរឿងនេះធានាថាការគ្រប់គ្រងរបស់គ្រួសារត្រកូលគីមនឹងបន្តជាច្រើនជំនាន់បន្តទៀត